តែបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលដឹកនាំដោយឯកឧត្តមសំរងស៊ីបានធ្វើការរួចហើយជាមួយមេធាវីអន្តរជាតិដើម្បីរៀបចំផ្ដឹងផ្ដល់លើសំណុំរឿងមួយចំនួនហើយអាចចាប់ផ្ដើមពីការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងជាបន្តបន្ទាប់តុលាការយុតិធធម៌អន្តរជាតិ ICJ ហើយយើងបានធ្វើរួចហើយនៅលិខិតមួយចំនួនតាក់ទងទៅនឹងហត្ថលេខីមានឥទ្ធិពលសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដូច្នេះនេះជាបេសកកម្មរបស់យើងដោយដែលខ្ញុំបានជម្រាបបងប្អូនតាំងពីដើមរៀងមកថាប្រសិនបើរដ្ឋាភិបាលរបស់យើងដឹកនាំនៅលើដែនដីផ្ទាល់ថៃមិនប្រហើនបែបហ្នឹងទេហើយយើងនឹងចាត់ការឲ្យមានប្រសិទ្ធភាពបំផុតនៅក្នុងការការពារទឹកដីនៃប្រទេសកម្ពុជាអាយុជីវិតប្រជាពលរដ្ឋខ្មែរមិនឲ្យប្រជាពលរដ្ឋខ្មែររងអយុត្តិធម៌ពីក្របបែកផ្សែងពុលរបស់ថៃហើយធ្វើប្រងើយដោយរដ្ឋាភិបាលក្រុងភ្នំពេញនៃក្រុមគ្រួសារហ៊ុនឡើយយើងមិនធ្វើបែបនេះឡើយគឺយើងធ្វើឲ្យមានប្រសិទ្ធភាពបំផុតនៅក្នុងការការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជានឹងជួយឲ្យប្រជាពលរដ្ឋខ្មែររីកចម្រើនប៉ុន្តែជាអកុសលដែលយើងមិនទាន់ជន់លើដែនដីនៃប្រទេសកម្ពុជានៅក្នុងការដឹកនាំមូលដ្ឋានផ្ទាល់ដូច្នេះដើម្បីឲ្យយើងអាចមានឱកាសនៅក្នុងការជួយប្រជាពលរដ្ឋខ្មែរការពារទឹកដីនៃប្រទេសកម្ពុជាគឺយើងត្រូវការចូលរួមពីបងប្អូនទាំងអស់គ្នាចំណុចសំខាន់មួយទៀតបងប្អូនខ្ញុំសូមបញ្ជាក់ម្ដងទៀតណាបើបងប្អូនមិនដកហ៊ុនសែនហ៊ុនម៉ាណែតចេញពីអំណាចទេណាបងប្អូននឹងលេបថ្នាំពុលសន្តិភាពរបស់ក្រុមគ្រួសារហ៊ុនជាបន្តទៀតនៅពេលនេះថៃទម្លាក់គ្រាប់បែកសម្រាប់បងប្អូនធ្វើបាបបងប្អូនពលរដ្ឋភៀសសឹកយ៉ាងតិច50,000នាក់ទៅហើយប៉ុន្តែក្រុមគ្រួសារហ៊ុនអត់ឲ្យខ្វល់ទេពីព្រោះគេមិនប្រើយន្តការអន្តរជាតិគេមិនពង្រឹងកម្លាំងកងទ័ពហើយមួយវិញទៀតគេអត់មានធ្វើអ្វីទាំងអស់ក្រៅតែពីដេកមើលគ្រាប់បែករបស់ថៃទម្លាក់លើក្បាលប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះហើយអ្វីដែលក្រុមប្រឹក្សាហ៊ុនកំពុងតែធ្វើគឺត្រឹមតែបញ្ឆេះឲ្យបងប្អូនស្អប់សកម្មភាពឈ្លានពានរបស់ថៃការដែលមិនចូលចិត្តឬថ្កោលទោសសកម្មភាពឈ្លានពានរបស់ថៃគឺជារឿងត្រឹមត្រូវប៉ុន្តែរឿងដែលត្រឹមត្រូវបំផុតដែលយើងត្រូវធ្វើគឺដំណោះស្រាយជាក់ស្ដែងត្រូវតែរុញឲ្យក្រុមគ្រួសារហ៊ុននេះប្រើយន្តការអន្តរជាតិតែគេមិនប្រើបើមិនប្រើត្រូវតែដកក្រុមគ្រួសារហ៊ុនចេញពីអំណាចនេះជារឿងចាំបាច់ប្រយ័ត្នបងប្អូនចាប់ពីសង្គ្រាមនេះក្តីសំទោសក្នុងកាលៈទេសៈសង្គ្រាមនេះក្តីចាប់ពីសង្គ្រាមនេះក្តីលេបថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតទៀតពីព្រោះចាប់ពីសង្គ្រាមនេះខ្ញុំបញ្ជាក់ហើយហ៊ុនសែនហ៊ុនម៉ាណែតនៅតែបោកប្រាស់បងប្អូនធ្វើបាបបងប្អូនធ្វើអក្រិតកម្មឆ្លងដែនបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាមគ្រឿងញៀនពេញប្រទេសការបោកប្រាស់បំណុលពេញប្រទេសដោះស្រាយមិនចេញទេដូច្នេះសូមបងប្អូនពិចារណាឲ្យច្បាស់បើបងប្អូននៅពឹងពាក់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះបើបងប្អូននៅចាញ់បោកថ្នាំពុលសន្តិភាពរបស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះថ្នាំពុលសន្តិភាពនេះគឺឲ្យបងប្អូនលេបដើម្បីបិទមាត់បងប្អូនទេសំទោសណាថ្នាំពុលសន្តិភាពរបស់ក្រុមគ្រួសារហ៊ុនគឺឲ្យបងប្អូនលេបដើម្បីឲ្យបងប្អូនបិទមាត់ហើយថៃទម្លាក់គ្រាប់បែកអីក៏ទម្លាក់ទៅកោលទោសតែថៃបានហើយកុំនិយាយអារឿងឲ្យហ៊ុនសែនហ៊ុនម៉ាណែតទៅប្តឹងបើហ៊ានអាណានិយាយហ៊ុនសែនហ៊ុនម៉ាណែតដើរសម្លុតទៀតថ្ងៃនេះដើរសម្លុតទៀតអានេះថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតនេះលេបទៅហើយបំណុលវ៉ាន់កគ្រឿងញៀនពេញប្រទេស
អក្រិតកម្មឆ្លងដែនការឆោបបោកការបង្ហូរជនជាតិវៀតណាមចូលការផ្ដោតដីសម្បត្តិឲ្យវៀតណាមការបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាមការបង្ហូរនៅទំនិញខុសច្បាប់របស់វៀតណាម40នាទីស្លាប់ប្រជាពលរដ្ឋខ្មែរដោយជំងឺមហារីក40នាទីស្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់ដោយជំងឺមហារីកបងប្អូនណានឹងគឺថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតនេះបងប្អូននិយាយអ្វីមិនបានទេគ្មានទេការបោះឆ្នោតត្រឹមត្រូវគ្មានទេសិទ្ធិសេរីភាពបញ្ចេញមតិរបស់បងប្អូនហើយអ្នកណានិយាយអំពីការបង្រួបបង្រួមជាតិទៅកើតនោះបងប្អូនថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតគឺជាថ្នាំពុលដែលបំភាន់នៅពាក្យបង្រួបបង្រួមជាតិគេនាំគ្នាហោហែសម្បើមណាបង្រួបបង្រួមជាតិប៉ុន្តែពីម្សិលមិញទៅតែកាត់ទោសឲ្យសកម្មជនគណៈបកកម្លាំងជាតិម្នាក់ប្រជាពលរដ្ឋដែលជាជាងកាត់សក់ម្នាក់ហើយនឹងប្រធានគណៈបកមួយថ្មីថ្មោងនៅប្រទេសកម្ពុជាដែលជាប់គុកដោយសារតែការបញ្ចេញមតិហើយតាមរយៈមេធាវីលោកសុកសំអឿនមានប្រសាសន៍ថាការដែលជាការអត្ថាធិប្បាយរបស់ប្រធានបកនោះគ្រាន់តែជាការរាយការណ៍ពីសមរភូមិប្រយុទ្ធតែប៉ុណ្ណោះមិនមែនជាការញុះញង់ទេប៉ុន្តែគេដាក់គុក2ឆ្នាំតើបង្រួបបង្រួមជាតិដោយវិធីណាគេនិយាយអ្វីមិនបានផងនោះគេនិយាយថាថៃមកទម្លាក់ក្របបែកនៅប្រទេសកម្ពុជាទម្លាក់ដល់ទីនេះដល់ទីនោះក៏អត់បានដែរឥឡូវហ្នឹងថៃទម្លាក់ក្របបែកហើយគ្រាន់តែសុំឲ្យហ៊ុនសែនហ៊ុនម៉ាណែតប្តឹងថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតទៅបំបត្តិមាត់បាទដូច្នេះបងប្អូនណាប្រយ័ត្នឲ្យមែនទេណាគ្មាននរណាបង្រួបបង្រួមជាតិដោយធ្វើបាបអ្នកដទៃនោះទេគ្មានទេបងប្អូនរដ្ឋាភិបាលក្រមគ្រួសារហ៊ុននេះណាបោកបងប្អូនម្ដងហើយម្ដងទៀតជាពិសេសខ្ញុំសួរបងប្អូនមួយចំនួនដែលនិយាយថាកលៈទេសៈនេះត្រូវការបង្រួបបង្រួមជាតិត្រូវកលៈទេសៈហ្នឹងត្រូវការបង្រួបបង្រួមជាតិប៉ុន្តែបងប្អូនមើលតើហ៊ុនសែនហ៊ុនម៉ាណែតបានធ្វើឬក៏អនុវត្តនៅបែបបទដែលអាចបង្រួបបង្រួមជាតិបានឬនៅថៃទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជាធ្វើបាបប្រជាពលរដ្ឋខ្មែរហ៊ុនសែនហ៊ុនម៉ាណែតនៅតែមិនបណ្ដាក់ដៃឡើយក្នុងការចាប់សកម្មជនចាប់អ្នកនយោបាយដាក់គុកកាត់ទោសអ្នកនយោបាយតើបង្រួបបង្រួមជាតិជាមួយនរណាអ្វីដែលហ៊ុនសែនហ៊ុនម៉ាណែតធ្វើជាការបង្រួបបង្រួមជាតិទេហើយនៅពេលដែលបងប្អូននិយាយពាក្យបង្រួបបង្រួមជាតិដោយមិនចង្អុលឲ្យហ៊ុនសែននិងហ៊ុនម៉ាណែតនេះចេះនិយាយជាមួយបកផ្សេងទៀតឲ្យហ៊ុនសែននិងហ៊ុនម៉ាណែតនេះដោះលែងអ្នកទោសមនសិការអ្នកទោសនយោបាយតើបង្រួបបង្រួមជាតិដោយវិធីណាបងប្អូននយោបាយបង្រួបបង្រួមនឹងផ្សះផ្សាជាតិគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយបងប្អូនទៅមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមើលអានោះហើយជានយោបាយបង្រួបបង្រួមជាតិដើម្បីដល់ការបោះឆ្នោតឆ្នាំ1993មុននឹងអ៊ុនតាគេមកគ្រប់គ្រងគេដោះលែងអ្នកទោសនយោបាយដោះលែងអ្នកទោសមនសិការអីទាំងអស់ប្រជាពលរដ្ឋគេអត់ប្រកាន់ទេគេដោះលែងទាំងអស់រួចទៅរៀបចំការបោះឆ្នោតអាហ្នឹងបានបង្រួបបង្រួមជាតិចុះឥឡូវហ៊ុនសែនហ៊ុនម៉ាណែតថៃកំពុងតែទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជាប៉ុន្តែហ៊ុនសែនហ៊ុនម៉ាណែតនៅតែបន្តចាប់សកម្មជនចាប់អ្នកនយោបាយដាក់គុកហើយសពថ្ងៃណារដ្ឋអំណាចរបស់ហ៊ុនសែនហ៊ុនម៉ាណែតណាពួករាជការដែលបំរើហ៊ុនសែនហ៊ុនម៉ាណែតណាសុំទោសមិនមែនរាជការទាំងអស់ទេមួយចំនួនទេដែលដាច់ក្តាល់ដាច់កតុយជាមួយហ៊ុនសែនហ៊ុនម៉ាណែតនោះទៅសម្លុតប្រជាពលរដ្ឋមិនឲ្យនិយាយអំពីស្ថានភាពដែលថៃវាយចូលកម្ពុជាទៀតអ្នកណាហ៊ាននិយាយគេចាប់ដាក់គុកទៀតឥឡូវហ្នឹងសួរថាស្ថានភាពបែបហ្នឹងតើបង្រួបបង្រួមជាតិយ៉ាងម៉េចទេដូច្នេះកុំចាញ់បោកថ្នាំពុលបង្រួបបង្រួមជាតិរបស់ហ៊ុនសែនហ៊ុនម៉ាណែតថ្នាំពុលផ្សះផ្សាជាតិរបស់ហ៊ុនសែនហ៊ុនម៉ាណែតថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតណាបើបងប្អូនចាញ់បោករបៀបហ្នឹងគឺរលាយប្រទេសហើយពួកនេះសូត្រឲ្យតែល្អមើលទេពួកនេះដើរក្បួននៅក្នុងស្រុកខ្មែរឲ្យតែល្អមើលទេថតរូបយកទៅផ្សាយទេប៉ុន្តែពួកនេះអត់ធ្វើការបង្រួបបង្រួមជាតិដោយផ្ទាល់ទេ
ខ្ញុំនិយាយទៅកាន់បងប្អូនកងទ័ពបងប្អូនបើមកដកហ៊ុនសែនហ៊ុនម៉ាណែតចេញតើបងប្អូនមានក្របបាញ់ប្រហែលខែទៀតខ្ញុំសួរបងប្អូនហើយបាញ់គេតើណាគេផ្លោងតាំងពីជើងទឹកគេទម្លាក់តាំងពីអាកាសគេវាយកំភ្លើងធំតាំងពីផ្លូវគោកតើយើងទប់គេដោយវិធីណាយើងទប់បានខ្លះយើងទប់បានមិនមែនទប់មិនបានទេប៉ុន្តែយើងស្លាប់ច្រើនហើយយើងបន្តទប់គេបានដល់ពេលវេលាណាទៀតមួយវិញទៀតបងប្អូនមើលឲ្យច្បាស់ណាហ៊ុនសែនហ៊ុនម៉ាណែតអត់មានយកចិត្តទុកដាក់នឹងកងទ័ពទេសូម្បីតែអំណោយដែលគេជួយកងទ័ពជាអង្គក្តីពួកហ៊ុនសែនហ៊ុនម៉ាណែតទេយកទៅលក់មួយជាន់សិនគេយកអំណោយហ្នឹងមកឲ្យហើយពួកហ៊ុនសែនហ៊ុនម៉ាណែតយកទៅលក់មួយជាន់សិនហើយបានទៅទិញពីកន្លែងហ្នឹងមួយជាន់ទៀតបើអុកញ៉ានេះអុកញ៉ានោះទៅទិញមួយជាន់ទៀតសួរថាបានគិតគូរពីបងប្អូនទេបងប្អូនធនាគារជាតិគេចេញនៅសេចក្តីថ្លែងការណ៍របស់គេថាអ្នកពិការគេអនុគ្រោះឲ្យរំលោះបំណុល$2,500តែពិការភាពរបស់បងប្អូនដើម្បីការពារជាតិបាត់ដៃបាត់ជើងពិការខ្លួនតើមានតម្លៃត្រឹមតែ$2,500នឹងឬហើយនេះសម្រាប់អ្នកជាប់បំណុលទេចុះអ្នកមិនជាប់បំណុលបានទេអត់បានទៀតទេបងប្អូនពិចារណាមែនទេណាតម្លៃរបស់បងប្អូននៅក្នុងក្រសែភ្នែករបស់ហ៊ុនសែនហ៊ុនម៉ាណែតតែ$2,500ជួយបងរំលោភបំណុលទេបើពិការខ្លួនហើយបងប្អូនពិការខ្លួនហើយចាប់ពីសង្គ្រាមបងប្អូនធ្វើអីបងប្អូនធ្វើអីតើហ៊ុនសែនហ៊ុនម៉ាណែតនឹងបានយកចិត្តទុកដាក់នឹងបងប្អូនទេអត់ទេបងប្អូនគេឲ្យបងប្អូនសូត្រថ្នាំពុលសន្តិភាពលេបថ្នាំពុលបង្រួមជាតិរបស់ពួកគេប៉ុន្តែគេអត់ធ្វើពិតប្រាកដនៅការអនុវត្តសន្តិភាពនៅបង្រួមជាតិទេខ្ញុំនិយាយទៅកាន់ប្រជាពលរដ្ឋខ្លីមួយទៀតបងប្អូនបើទុកហ៊ុនសែនហ៊ុនម៉ាណែតខ្ញុំនិយាយម្ដងទៀតបងប្អូនដែលភៀសសឹកយ៉ាងតិច50,000នាក់ដោះស្រាយដោយវិធីណាបន្ទាប់ពីស្ងប់ស្ងាត់បងប្អូនជឿជាក់ថាហ៊ុនសែនហ៊ុនម៉ាណែតអាចដោះស្រាយជូនបងប្អូនបានទេផ្ទះសម្បែងទ្រព្យសម្បត្តិតើពួកគេដោះស្រាយជូនបងប្អូនបានទេការងារពួកគេដោះស្រាយជូនបងប្អូនបានទេតម្លៃកសិផលស្រូវគេដោះស្រាយជូនបងប្អូនបានទេបងប្អូនពិចារណាច្បាស់ណាបន្ទាប់ពីភាពស្ងប់ស្ងាត់នៃការទម្លាក់គ្រាប់បែករបស់ថៃខ្ញុំមិននិយាយដល់ពេលនេះទេប៉ុន្តែនិយាយដល់ពេលក្រោយភាពស្ងប់ស្ងាត់នេះបងប្អូនណាប្រយ័ត្នដល់ពេលស្ងប់ស្ងាត់ហើយគេថាម៉េចងើបមួយវាយមួយអាទ្រឹស្ដីយុទ្ធសាស្ត្រងើបមួយវាយមួយនោះមកដដែលបងប្អូនចាំមើលតវ៉ាអត់បានពាក្យថាងើបមួយវាយមួយមានន័យថាម៉េចមានន័យថាអ្នកណាតវ៉ាអត់បានបងប្អូនពិចារណាមែនទេណាបងប្អូនពលករនៅថៃថា2លានអ្នកទៅចុះតើហ៊ុនសែនហ៊ុនម៉ាណែតដោះស្រាយចេញទេដោះស្រាយអត់ចេញទេសេដ្ឋកិច្ចហ៊ុនសែនហ៊ុនម៉ាណែតគឺសេដ្ឋកិច្ចអក្រិតកម្មឆ្លងដែនបើសេដ្ឋកិច្ចអក្រិតកម្មឆ្លងដែនទៅដោះស្រាយបញ្ហាការងារយ៉ាងម៉េចជូនបងប្អូនមានក្រុមហ៊ុនឯណាមករស់ស៊ីដោះស្រាយការងារយ៉ាងម៉េចជូនបងប្អូនហើយកាលណាបងប្អូនដល់2លានអ្នកពីថៃអត់មានការងារហើយនឹងអាជីវករក៏មិនដឹងលក់តំណែងឲ្យអ្នកណាដែរអ្នកតាមផ្សារនោះបងប្អូនពិចារណាឲ្យច្បាស់អ្នកចាញ់បោកក្រុមគ្រួសារមួយចំនួនដូចជាក្រុមគ្រួសារហ៊ុនសែនក្រុមហ៊ុនលេងណាវត្រាក្រុមហ៊ុនលេងចនាហើយក្រុមហ៊ុនលេងណាវត្រាអីនេះណាមែនទេណាជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Chelsea លៀងលុយកខ្វក់ទេមូលហេតុអីបងប្អូនមើលតែបណ្ដាញទៅលេងណាវត្រាសាច់ញាតិលោកហ៊ីងប៊ុនហៀមមានឈ្មោះកាងកាស៊ីណូឆោបោកអញ្ចឹងលុយលេងណាវត្រាហ្នឹងគឺលុយហូរពីនោះមកហើយមិនមែនលុយមកពីណាទេមិនលេងណាវត្រាទេទៅធ្វើកម្មករនៅកូរ៉េ
ដែលអាចទៅបង្កើតក្រុមហ៊ុនរាប់រយលានដុល្លារភ្លាមនោះបានទេអត់បានទេដូច្នេះមានន័យថាម៉េចមានន័យថាតើនរណាដោះស្រាយឲ្យបងប្អូនទាំងអស់គ្នាដែលចាច់បោកនោះនៅពេលដែលក្រុមហ៊ុនសានហ៊ុនម៉ាណែតនៅតែដឹកនាំប្រទេសសូមបងប្អូនពិចារណាឲ្យដល់ឫសគល់នៃបញ្ហាហើយនឹងដំណោះស្រាយពិតប្រាកដខ្ញុំនិយាយមួយទៀតចុងក្រោយនៅពេលនេះគេចេះតែមានសំណួរថាពេលដែលថៃវាយមកកម្ពុជាថៃក៏សម្លាប់ខ្មែរសំណួរគេណាហើយគេថាហ៊ុនសែនណាមិនមែនខ្ញុំនិយាយគេនិយាយគេថាហ៊ុនសែនក៏សម្លាប់ខ្មែរណែគេថាថៃក៏សម្លាប់ខ្មែរហ៊ុនសែនក៏សម្លាប់ខ្មែរហើយគេសួរមកសំណួរថាតើឈរនៅខាងថៃឬឈរនៅខាងហ៊ុនសែនសំទោសសំណួរគេថាតើឈរនៅខាងថៃឬឈរនៅខាងខ្មែរហើយអ្នកឆ្លើយនោះក៏ចេះតែឆ្លើយដោយគ្មានហេតុផលបញ្យលគេថាឈរនៅខាងខ្មែរត្រូវឈរនៅខាងខ្មែរប៉ុន្តែដល់ពេលគេបញ្យលហេតុផលមិនឈរនៅខាងខ្មែរទៅជាឈរនៅខាងហ៊ុនសែនទៅវិញបងប្អូនបែងចែកឲ្យច្បាស់ណាថៃសម្លាប់ខ្មែរសំណួរគេណាហ៊ុនសែនក៏សម្លាប់ខ្មែរឈរនៅខាងថៃឬឈរនៅខាងខ្មែរប្រកាសណាស់ឈរនៅខាងខ្មែរតែមិនមែនឈរនៅខាងថៃនិងមិនមែនឈរនៅខាងហ៊ុនសែនទេនិយាយឲ្យច្បាស់ខ្ញុំអត់បកស្រាយថាមិនឈរនៅខាងថៃទេណាពីព្រោះយើងមិនត្រូវឈរនៅខាងអ្នកឈ្លានពានយើងទេប៉ុន្តែយើងមិនត្រូវឈរនៅខាងហ៊ុនសែនទេមូលហេតុអីមិនឈរនៅខាងហ៊ុនសែនពីព្រោះហ៊ុនសែនមិនមែនឈរនៅខាងខ្មែរទេយើងឈរនៅខាងខ្មែរតែហ៊ុនសែនមិនឈរនៅខាងខ្មែរទេហ៊ុនសែនឈរនៅខាងណាហ៊ុនសែនឈរនៅខាងបរទេសឈ្លានពានវៀតណាមឈ្លានពាននោះហ៊ុនសែនកំពុងតែឈរនៅជាមួយនឹងជេនស៊ីអ ுக ្រិតកម្មឆ្លងដែននោះហ៊ុនសែនកំពុងឈរនៅក្នុងបណ្ដាញអ ுக ្រិតកម្មបោកប្រាស់ប្រជាពលរដ្ឋខ្មែរនោះហ៊ុនសែនកំពុងតែឈរនៅក្នុងយុទ្ធសាស្ត្រលបាយសង្គ្រាមជាមួយថៃនោះបើសិនជាហ៊ុនសែនឈរនៅខាងខ្មែរណាហ៊ុនសែនចេញសំណាញ់មេហើយបើហ៊ុនសែនឈរនៅខាងខ្មែរណាហ៊ុនសែនប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ៊ុនសែនប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិហ៊ុនសែនប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយគេបំផ្លាញប្រាសាទព្រះវិហារគេបំផ្លាញប្រាសាទតាក្រ3គេបំផ្លាញស្ពានខ្មែរគេបំផ្លាញវត្តខ្មែរគេបំផ្លាញសម្បត្តិខ្មែរគេសម្លាប់ប្រជាពលរដ្ឋខ្មែរគេបញ្ជាពលចូលប្រទេសកម្ពុជារឿងអីដែលមិនប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិ ICC បើហ៊ុនសែនឈរនៅខាងខ្មែរនោះមានន័យថាហ៊ុនសែនអត់ឈរនៅខាងខ្មែរទេអញ្ចឹងបងប្អូនបែងចែកឲ្យច្បាស់ណាយើងមិនឈរនៅខាងថៃឡើយប៉ុន្តែយើងក៏មិនឈរនៅខាងហ៊ុនសែនដែរពីព្រោះហ៊ុនសែនមិនឈរនៅខាងខ្មែរយើងឈរនៅខាងខ្មែរហើយដើម្បីឈរនៅខាងខ្មែរគឺទី1ពិតប្រាកដត្រូវពង្រឹងកម្លាំងកងទ័ពដើម្បីឈរនៅខាងខ្មែរគឺផ្សះផ្សាបង្រួមជាតិពិតប្រាកដដោយតែលោកសំរងស៊ីប្រកាសចឹងផ្សះផ្សាបង្រួមជាតិមែនតែនមែនថ្នាំពុលបង្រួមជាតិមែនថ្នាំពុលសន្តិភាពទេគឺបង្រួមជាតិមែនតែនបង្កើតសន្តិភាពមែនតែនអានឹងចំណុចដែលច្បាស់លាស់បំផុតហើយបើឈរនៅខាងខ្មែរនៅក្នុងការបង្រួមជាតិឥឡូវនេះត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ដោះលែងទៅកម្មសុខាដោះលែងទៅអ្នកទោសនយោបាយប្រមាណ92នាក់នេះតាមរបាយការណ៍របស់អង្គការលីកាដូដោះលែងគេទៅរួចហើយជជែកគ្នាឡើងវិញជជែកគ្នាអំពីការដឹកនាំប្រទេសកម្ពុជាការពង្រឹងកម្លាំងខ្មែរការប្រកួតប្រជែងនយោបាយការពង្រឹងកងទ័ពដើម្បីការពារទឹកដីនៃប្រទេសកម្ពុជានេះអានេះបានឈរនៅខាងខ្មែរនេះបងប្អូនតែកំពុងឈរនៅខាងហ៊ុនសែនច្រឡំថាឈរនៅខាងខ្មែរណាមែនទេអ្នកឈរនៅខាងហ៊ុនសែនមិនឈរនៅខាងខ្មែរទេតាមពិតទេបងប្អូនពិចារណាច្បាស់ឈរនៅខាងហ៊ុនសែនមានន័យសមមូលឈរនៅខាងថៃមានន័យប្រហាក់ប្រហែលនឹងឈរនៅខាងថៃពីព្រោះអីពីព្រោះហ៊ុនសែន
mình đăng từ tòa là cảยุติธรรมអន្តរជាតិមិនប្រើយន្តការអន្តរជាតិមិនបង្រួបបង្រួមខ្មែរនោះមានន័យថាហ៊ុនសែនមិនប្រឆាំងនឹងការឈ្លានពានរបស់ថៃទេណាបងប្អូនពិចារណាណាកាលណាមានការឈ្លានពានប្រជាពលរដ្ឋតវ៉ាប្រឆាំងនឹងការឈ្លានពានដោយការធ្វើបាតកម្មនេះគឺប្រជាពលរដ្ឋកងទ័ពប្រយុទ្ធការពារទឹកដីប្រជាពលរដ្ឋធ្វើហើយកងទ័ពធ្វើហើយចុះរដ្ឋាភិបាលធ្វើអីរដ្ឋាភិបាលត្រូវតែបង្រួបបង្រួមជាតិហើយនឹងប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិប្តឹងទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិគឺប្តឹងប្រឆាំងក្នុងច្បាប់គេថាប្តឹងប្រឆាំងចុះបើហ៊ុនសែនមិនប្តឹងផងនោះមានន័យថាហ៊ុនសែនអត់ប្រឆាំងនឹងការឈ្លានពានរបស់ថៃទេហើយកំពុងតែអង្គុយមើលដេកមើលគ្រាប់បែកដែលថៃទម្លាក់សម្រាប់ប្រជាពលរដ្ឋខ្មែរនឹងបំផ្លាញទ្រព្យសម្បត្តិប្រទេសកម្ពុជាដូច្នេះបងប្អូនឲ្យច្បាស់ណាឈរនៅជាមួយហ៊ុនសែនមិនមែនឈរនៅខាងខ្មែរទេខ្ញុំមិនឈរនៅខាងថៃឡើយប្រឆាំងនឹងការឈ្លានពានរបស់ថៃយើងមិនឈរនៅខាងហ៊ុនសែនឡើយគឺយើងឈរនៅខាងខ្មែរហើយដើម្បីឈរនៅខាងខ្មែរចំណុចដែលសំខាន់ទី2ដូចដែលខ្ញុំនិយាយបញ្ជាក់អំបញ្ញមិញអញ្ចឹងគឺផ្ដាច់ខ្ញុំសរុបម្ដងទៀតអ្នកដែលឈរនៅខាងខ្មែរពិតប្រាកដគឺត្រូវការពីអធិបតេយ្យប្រទេសកម្ពុជាការពីផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរត្រូវប្រកាន់ជំហរពីរយ៉ាងជំហរទី1ទាមទារឲ្យរដ្ឋាភិបាលក្រមគ្រួសារហ៊ុននឹងត្រូវតែបង្រួបបង្រួមជាតិពិតប្រាកដបង្រួបបង្រួមជាតិពិតប្រាកដដោះលែងអ្នកទោសនយោបាយអ្នកទោសមនសិការបើកការចរចានយោបាយរកការប្រកួតប្រជែងត្រឹមត្រូវពង្រឹងកម្លាំងការពារជាតិអានឹងបានឈរនៅខាងខ្មែរមួយវិញទៀតឈរនៅខាងខ្មែរគឺត្រូវតែប្តឹងការឈ្លានពានថៃឈ្លានពានត្រូវតែប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគេឈ្លានពានហើយមិនប្តឹងផងដោយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនបានន័យថាពួកគេឈរនៅជាមួយថៃទេយើងឈរនៅជាមួយខ្មែរគឺត្រូវតែប្តឹងដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23អញ្ចឹងយើងធ្វើរឿងទាំង3ហ្នឹងគឺសរសេរសម្បត្តិទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិដូច្នេះឲ្យច្បាស់លាស់ណាបងប្អូនអ្នកឈរនៅខាងខ្មែរត្រូវប្រកាន់ជំហរពីរនឹងខ្ញុំរំលឹកម្ដងទៀតមុននឹងបញ្ចប់អ្នកឈរនៅខាងខ្មែរត្រូវប្រកាន់ជំហរជំរុញឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនផ្សះផ្សាបង្រួបបង្រួមជាតិពិតប្រាកដឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនដោះលែងអ្នកទោសមនសិការអ្នកទោសនយោបាយទាំងអស់បើកការចរចានយោបាយរកការប្រកួតប្រជែងពង្រឹងកងទ័ពការពារទឹកដីនិងបង្កើតសន្តិភាពនៅក្នុងផ្ទៃក្នុងនៃប្រទេសកម្ពុជាអានឹងទី1ទី2បើឈរនៅខាងខ្មែរហើយប្រឆាំងនឹងការឈ្លានពានរបស់ថៃគឺត្រូវតែប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យកោះប្រជុំសន្តិសិទ្ធិទីក្រុងប៉ារីសឡើងវិញប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិ ICJ ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើមិនប្តឹងទេបានន័យថាពួកគេមិនឈរនៅខាងខ្មែរឡើយរដ្ឋាភិបាលក្រមគ្រួសារហ៊ុនតែមិនប្តឹងនេះណាមានន័យថាពួកគេអត់បានប្រឆាំងនឹងការឈ្លានពានរបស់ថៃទេប៉ុន្តែពួកគេកំពុងតែអង្អែលសង្គ្រាមឈ្លានពានរបស់ថៃដែលកំពុងតែសម្លាប់ប្រជាពលរដ្ឋខ្មែរនិងបំផ្លាញប្រទេសកម្ពុជាគឺក្រមគ្រួសារហ៊ុននឹងឯងក្រមគ្រួសារហ៊ុននឹងឯងដែលកំពុងតែចូលដៃជាមួយនឹងថៃដូច្នេះបើរដ្ឋាភិបាលក្រមគ្រួសារហ៊ុនអត់ធ្វើពីករណីដែលខ្ញុំនិយាយនឹងទេពួកគេមិនឈរនៅជាមួយខ្មែរឡើយយើងមិនអាចឈរនៅជាមួយក្រុមគ្រួសារហ៊ុននឹងទេប៉ុន្តែយើងត្រូវតែដកក្រុមគ្រួសារហ៊ុនចេញពីអំណាចដាច់ខាតដើម្បីសង្គ្រោះប្រទេសកម្ពុជារបស់យើងហើយជាបន្តបន្ទាប់មកលោកហ៊ុនសែននៅតែចិញ្ចឹមសង្គ្រាមនោះកំចាត់គេកំចាត់ឯងហើយមកដល់ពេលនេះអ្នកដែលហ៊ុនសែនចាប់ដាក់គុកនៅក្នុងគុកនៅឡើយ92នាក់ទៅហើយ92នាក់អញ្ចឹងខ្ញុំសួរថាបើមិនដកអំណាចលោកហ៊ុនសែននិងក្រុមគ្រួសារហ៊ុននៅពេលនេះទេតើពេលណាដែលគួរតែដកពីព្រោះគ្រប់ពេលទាំងអស់ក្រុមគ្រួសារហ៊ុនធ្វើសង្គ្រាមដើម្បីតែការពារអំណាចផ្ទាល់ខ្លួនបងប្អូនមើលចំណុចមួយទៀតការផ្ទុះឡើងនៃសង្គ្រាមដែលថៃឈ្លានពានកម្ពុជា
ខ្ញុំដឹងថាបងប្អូនមើលឃើញតែការឈឺចាប់ដែលក្របកំភ្លើងរបស់ថៃទម្លាក់នៅលើទឹកដីនៃប្រទេសកម្ពុជាប៉ុន្តែបងប្អូនពិចារណាមើលទេថាបុព្វហេតុសង្គ្រាមចេញពីណាបុព្វហេតុសង្គ្រាមចេញពីក្រុមគ្រួសារហ៊ុននិងក្រុមគ្រួសារលោកថាក់ស៊ីនវាយបកគ្នាទៅវិញទៅមកពីព្រោះតែចែកប្រយោជន៍គ្នាមិនត្រូវត្រង់នេះខ្ញុំសូមរំលឹកបន្តិចថានៅពេលដែលគេចែកប្រយោជន៍គ្នាត្រូវធ្វើអក្រិតកម្មឆ្លងដែនក្រុមគ្រួសារហ៊ុនកាត់កោះគុតទៅឲ្យថៃក្រុមគ្រួសារហ៊ុនរកស៊ីទុច្ចរិតជាមួយក្រុមមេដឹកនាំថៃក្រុមគ្រួសារហ៊ុនលោកហ៊ុនសែនមានផែនការវិនិយោគលើផ្នែកខ្លះនៅកោះកុងកាត់ទឹកដីកោះកុងមួយចំនួនទៅឲ្យថៃក្រុមគ្រួសារហ៊ុនមានទាំងផែនការធ្វើការវិនិយោគរួមកម្ពុជាឡាវនៅតំបន់មុំ3ដើម្បីផ្ដល់ផលប្រយោជន៍ទឹកដីទៅឲ្យថៃទៀតហើយក្រុមគ្រួសារហ៊ុនដើម្បីចែកតែប្រយោជន៍លុយកាក់ពីវិនិយោគនោះតែប៉ុណ្ណោះដូច្នេះនៅពេលដែលគេត្រូវគ្នាសង្គ្រាមយ៉ាងសម្ងាត់គឺការកាត់ទឹកដីឲ្យទៅថៃច្រើនណាស់ដល់តែពេលគេឆ្លោះគ្នាគឺក្របបែករបស់ភាគីថៃទម្លាក់លើទឹកដីនៃប្រទេសកម្ពុជានោះគឺជាបុព្វហេតុនៃការច្រែងផលប្រយោជន៍រវាងក្រុមគ្រួសារហ៊ុននិងក្រុមគ្រួសារថាក់ស៊ីនហើយក្រុមគ្រួសារហ៊ុនធ្វើដើម្បីតែអំណាចផ្ទាល់ខ្លួនតែប៉ុណ្ណោះបងប្អូនពិនិត្យមើលឲ្យច្បាស់ត្រង់ចំណុចហ្នឹងបងប្អូនខ្ញុំសួរមួយទៀតហើយចុះបន្ទាប់ពីសង្គ្រាមដែលថៃឈ្លានពានកម្ពុជានេះស្ងប់ស្ងាត់ទៅតើក្រុមគ្រួសារហ៊ុនហ្នឹងមិនបន្តសង្គ្រាមទេទៅឬតើក្រុមគ្រួសារហ៊ុនមិនបន្តសង្គ្រាមនៅប្រទេសកម្ពុជាទៀតឬទេបងប្អូនពិចារណាឲ្យច្បាស់នៅពេលដែលមានភាពស្ងប់ស្ងាត់នៃការទម្លាក់គ្រាប់បែកនៅថ្ងៃណាមួយលើទឹកដីនៃប្រទេសកម្ពុជាសង្គ្រាមនៅតែមាននៅប្រទេសកម្ពុជាសង្គ្រាមដែលបងប្អូនភ្លេចហើយឬមហិច្ឆតាឈ្លានពានរបស់វៀតណាមលើទឹកដីនៃប្រទេសកម្ពុជាសង្គ្រាមនឹងធំឬក៏តូចមិនមែនតូចទេធំជាងសង្គ្រាមដែលថៃកំពុងតែទម្លាក់គ្រាប់បែកទៅទៀតបងប្អូនឃើញការឈ្លានពានរបស់វៀតណាមមិនបង្ហូរឈាមផ្ទាល់នឹងភ្នែកមែនប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនដឹងទៅហើយក្រុមគ្រួសារហ៊ុនកំពុងធ្វើអីកំពុងលេងល្បែងបន្តសង្គ្រាមជាមួយវៀតណាមឲ្យវៀតណាមយកទឹកដីនៅប្រទេសកម្ពុជាបង្ហូរជនជាតិវៀតណាមចូលបង្ហូរទំនិញវៀតណាមចូលទំនិញខុសច្បាប់ក្នុងពេលនេះវៀតណាមចំណេញមិនតិចជាង$1000 លាននៅក្នុងមួយខែនោះទេនៅពេលដែលកម្ពុជាកំពុងតែប្រឈមនឹងការឈ្លានពានរបស់ថៃហើយបងប្អូនពិចារណាមួយទៀតបងប្អូនយកទិន្នន័យរបស់ក្រសួងសុខាភិបាលនៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតយកមកពិចារណានោះក្នុងរយៈពេល40នាទីនៅកម្ពុជាមានជនជាតិខ្មែរម្នាក់ស្លាប់ដោយសារតែជំងឺមហារីកហើយគេរកឃើញថាបណ្ដាលមកពីការហូបចំណីមានជាតិគីមីនឹងឯងថាចំណីនឹងមកពីណាមកពីវៀតណាមបងប្អូនពិចារណាច្បាស់ណា40នាទីមានពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយសារតែជំងឺមហារីកអញ្ចឹងមួយឆ្នាំប្រហែលមួយឆ្នាំគុណទៅជាង13000នាក់ឯណោះដែលស្លាប់ដោយសារតែជំងឺមហារីកបណ្ដាលមកពីការហូបចំណីអាហារដែលមានជាតិគីមីហើយយើងដឹងច្បាស់ថាហូរចូលពីប្រទេសវៀតណាមសង្គ្រាមដែលថៃទម្លាក់គ្រាប់បែកបាញ់ផ្សែងពុលធ្វើឲ្យយើងឈឺចាប់មួយទៅហើយប៉ុន្តែយើងប្រៀបធៀបទៅនឹងសង្គ្រាមដែលវៀតណាមកំពុងធ្វើលើទឹកដីនៃប្រទេសកម្ពុជាគ្រាន់តែផលប៉ះពាល់ដែលបងប្អូនមិនឃើញហូរឈាមផ្ទាល់នេះណាមិនឃើញហូរឈាមផ្ទាល់ពីជំងឺមហារីកនេះណាជាង13000នាក់នៅក្នុងមួយឆ្នាំស្លាប់ដូច្នេះតើក្រុមគ្រួសារហ៊ុនឈប់បន្តសង្គ្រាមក្នុងការអនុវត្តផែនការឈ្លានពានរបស់វៀតណាមនឹងនៅតែបន្តដដែលទេស្ងាត់ពីសង្គ្រាមនេះទៅតើមានសង្គ្រាមអ្វីទៀតបងប្អូនពិចារណាច្បាស់ណាក្រុមគ្រួសារហ៊ុននេះអត់ដោះស្រាយបញ្ហាប្រទេសជាតិទេសូម្បីតែគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាណាក្នុងមួយខែ140នាក់របួសជិត300នាក់ហើយបើយើងគិតមួយឆ្នាំណាអ្នកស្លាប់ជិត1500នាក់ហើយអ្នករបួសច្រើនណាស់ច្រើនយុទ្ធមែនទេប្រមាណ3500នាក់ទៅហើយនៅក្នុងមួយឆ្នាំបងប្អូនពិនិត្យពិច័យឲ្យមែនទេគ្រាន់តែឡានដឹកទំនិញពីវៀតណាមឡានទេសចរពីវៀតណាមដែលបើកផ្លូវជាតិលេខ1បើកផ្លូវជាតិលេខ2ជាដើមនាំទំនិញចូលប្រទេសកម្ពុជាណា
បុកបរតខ្មែរស្លាប់បរតខ្មែរឈុនណាស់តែអត់មានអ្នកណាផ្សាយទេសួរថាអាសង្គ្រាមបែបហ្នឹងការបន្តមិនដោះស្រាយបញ្ហាបែបហ្នឹងពលរដ្ឋខ្មែរប្រមាណអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍គឺជិត1700នាក់ប៉ុន្តែអាសង្គ្រាមអស់ហ្នឹងណាបងប្អូនមើលអត់ឃើញទេមើលមិនឃើញផ្ទាល់ភ្នែកថាគេយកកំភ្លើងមកបាញ់ផ្ទាល់ទេម្លោះហើយខ្ញុំសួរបងប្អូនថាបើមិនដកលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតក្រុមគ្រួសារហ៊ុនចេញពីអំណាចនៅពេលហ្នឹងដកនៅពេលណាបើគ្រប់ពេលទាំងអស់ក្រុមគ្រួសារហ៊ុននៅតែបន្តសង្គ្រាមហ្នឹងសង្គ្រាមមួយទៀតដែលបងប្អូនមើលមិនឃើញផ្ទាល់ភ្នែកថាគេយកកំភ្លើងឬក៏គ្រាប់បែកមកសម្លាប់ប្រជាពលរដ្ឋខ្មែរគឺសង្គ្រាមអក្រិតកម្មឆ្លងដែនចាប់ឬក៏ស្ងាត់ពីសង្គ្រាមដែលថៃទម្លាក់គ្រាប់បែកលើកម្ពុជាទៅសង្គ្រាមអក្រិតកម្មឆ្លងដែនកាន់តែធំលោកហ៊ុនសែនការពារលោកជេនស៊ីហើយសង្គ្រាមអក្រិតកម្មឆ្លងដែននោះប៉ះពាល់អ្វីខ្លះដល់សង្គមខ្មែរអសន្តិសុខសង្គមខ្មែរបាញ់បោះក្នុងសង្គមខ្មែររកទិន្នន័យមើលមួយឆ្នាំស្លាប់ប្រហែលអ្នកគ្រឿងញៀនក្នុងសង្គមខ្មែរបងប្អូនទៅរកទិន្នន័យមើលមួយឆ្នាំប៉ះពាល់ប្រមាណ10000អ្នកដល់យុវជនស្លាប់ប្រមាណ10000អ្នកចំពោះអាយុជីវិតរបស់យុវជនខ្មែរគ្រឿងញៀនបងប្អូនប្រមាណ10000អ្នកដែលស្លាប់ពីការចាញ់បោកក្រុមហ៊ុនលេងចនាមកដល់ពេលនេះណាអ្នកចាញ់បោកក្រុមហ៊ុនលេងចនាស្លាប់ច្រើនជាងសង្គ្រាមដែលថៃកំពុងតែឈ្លានពានប្រទេសកម្ពុជាទៅទៀតប៉ុន្តែបងប្អូនមិនឃើញគេយកកំភ្លើងទៅបាញ់ផ្ទាល់ទើបបងប្អូនមិនមានការឈឺចាប់ដូចដែលថៃទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាហើយខ្ញុំសូមសួរបងប្អូនថាបើមិនដកលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅពេលនេះអ្នកណាដោះស្រាយបញ្ហាអស់ទាំងនោះបញ្ហាអស់ទាំងនោះនៅតែរីករាលដាលដល់ដែរធំដល់ដែរសង្គ្រោះប្រទេសកម្ពុជាយើងដោយវិធីណាមួយវិញទៀតបងប្អូនយើងនិយាយជាក់ស្ដែងចំពោះសង្គ្រាមដែលថៃឈ្លានពានកម្ពុជាបាញ់ប្រហារប្រជាពលរដ្ឋខ្មែរទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទខ្មែរបំផ្លាញស្ពានសម្លាប់ប្រជាពលរដ្ឋខ្មែរបងប្អូនពិចារណាឲ្យច្បាស់ណាស់បើមិនដកហ៊ុនសែនហ៊ុនម៉ាណែតនិងក្រុមគ្រួសារហ៊ុនចេញពីអំណាចនៅពេលហ្នឹងទេណាខ្ញុំសួរបងប្អូនតើដោះស្រាយបញ្ហាសង្គ្រាមនឹងដោយវិធីណាការប្រឆាំងថៃគឺជាលក្ខខណ្ឌចាំបាច់ពីព្រោះថៃជាភាគីឈ្លានពានកម្ពុជាការថ្កោលទោសថៃគឺជាលក្ខខណ្ឌដែលត្រូវតែមានពីព្រោះថៃសម្រាប់ប្រជាពលរដ្ឋខ្មែរឈ្លានពានទឹកដីនៃប្រទេសកម្ពុជាប៉ុន្តែខ្ញុំសួរបងប្អូនថាបើមិនដកហ៊ុនសែនក្រុមគ្រួសារហ៊ុនចេញពីអំណាចនៅពេលនេះដោះស្រាយបញ្ចប់សង្គ្រាមនឹងដោយវិធីណាមកដល់ពេលនេះសហគមន៍អន្តរជាតិគ្រប់និន្នាការទាំងអស់អត់បានថ្កោលទោសថៃទេអ្នកណាក៏ដឹងដែរថាថៃឈ្លានពានកម្ពុជាប៉ុន្តែហេតុអីបានជាគេមិនថ្កោលទោសថៃនោះមានន័យថាថៃអត់ញញើតក្នុងការទម្លាក់គ្រាប់បែកហើយនឹងឈ្លានពានប្រទេសកម្ពុជាឡើយវិធីបញ្ចប់សង្គ្រាមគឺយើងត្រូវតែប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយកសំណុំរឿងដែលថៃឈ្លានពានប្រទេសកម្ពុជាទៅតុលាការយុតិធម៌អន្តរជាតិ ICJ យកសំណុំរឿងដែលថៃធ្វើអក្រិតកម្មសង្គ្រាមលើប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចុះបើមិនដូរលោកហ៊ុនសែនមិនដូរលោកហ៊ុនម៉ាណែតមិនដូរក្រុមគ្រួសារហ៊ុនចេញពីអំណាចអ្នកណាជាអ្នកយកសំណុំរឿងហ្នឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអ្នកណាយកសំណុំរឿងហ្នឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អ្នកណាមកដល់ពេលនេះលោកហ៊ុនសែនកំពុងដេកមើលយ៉ាងសប្បាយរីករាយទៅវិញទេតែឃើញថៃទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋខ្មែរនោះបើគាត់មិនរីករាយនឹងឃើញប្រទេសថៃទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋខ្មែរគាត់ប្តឹងបាត់ទៅហើយប៉ុន្តែគាត់អត់បានប្តឹងទេបងប្អូនណាចាប់ពីសង្គ្រាមនេះទៅបើបងប្អូននៅតែចាញ់បោកលោកហ៊ុនសែនលោកហ៊ុនម៉ាណែតណាបងប្អូនចាំមើលហ៊ុនសែននិងលោកហ៊ុនម៉ាណែតនៅបន្តសង្គ្រាមទៀតដោយលក់ថ្នាំពុលសន្តិភាពរបស់ពួកគាត់ស្អីទៅថ្នាំពុលសន្តិភាពរបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតធ្វើបាបប្រជាពលរដ្ឋខ្មែរនៅតែធ្វើបាបដដែលបោកប្រាស់ប្រជាពលរដ្ឋខ្មែរនៅតែបោកប្រាស់ដដែលអត់ដោះស្រាយបញ្ហាសង្គមនៅតែអត់ដោះស្រាយដដែលបញ្ហាសេដ្ឋកិច្ចនៅតែធ្លាក់ចុះដដែលប៉ុន្តែទន្ទឹមនឹងគេធ្វើសង្គ្រាមធ្វើបាបប្រជាពលរដ្ឋខ្មែរទន្ទឹមនឹងគេអនុវត្តមហិច្ឆតាឈ្លានពានរបស់វៀតណាមលើទឹកដីនៃប្រទេសកម្ពុជាដដែលទន្ទឹមនឹងក្រុមគ្រួសារហ៊ុនការពីអក្រិតកម្មឆ្លងដែនដដែលក្រុមគ្រួសារហ៊ុននិយាយតែពាក្យសន្តិភាពនោះមានន័យថាម៉េចគេបោកប្រាស់បងប្អូនគេឲ្យបងប្អូនមើលតែមួយជ្រុងគាត់គឺស្អប់ថៃដែលទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា
ប៉ុន្តែគេមិនអោយបងប្អូនមើលអោយទូលំទូលាយថាដើម្បីដោះស្រាយបញ្ហាហ្នឹងត្រូវតែប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិត្រូវតែប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ត្រូវតែប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគេបិទភ្នែកបងប្អូនមិនអោយមើលឃើញចំណុចហ្នឹងទេហើយទីបំផុតគេអត់ដោះស្រាយអ្វីទាំងអស់ហើយបងប្អូនណាពិចារណាមួយទៀតបងប្អូនដែលកំពុងតែភៀសសឹកឥឡូវហ្នឹង50 ម៉ឺននាក់អាចឡើងដល់1 លាននាក់មានការព្យាករណ៍ជាច្រើនថាអាចឡើងដល់1 លាននាក់ខ្ញុំសួរបងប្អូនបើបងប្អូនមិនដូរហ៊ុនសែននិងហ៊ុនម៉ាណែតក្រុមគ្រួសារហ៊ុននៅពេលហ្នឹងទេនេះបងប្អូនដែលភៀសសឹកនោះដោះស្រាយដោយវិធីណាតើបងប្អូនភៀសសឹកបច្ចុប្បន្នហ្នឹងដោះស្រាយដោយវិធីណាបន្ទាប់ពីភាពស្ងប់ស្ងាត់ទៅឬមួយពឹងលើអំណោយកំពេចកំប៉ុកមីកញ្ចក់ត្រីខកំប៉ុងរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែលផលិតពីស្រុកយួននោះរំពឹងប៉ុណ្ណឹងដើម្បីរស់ចុះបំណុលបងប្អូនចុះផ្ទះបងប្អូនអ្នកណាសង់ឲ្យវិញដីធ្លីបងប្អូនអ្នកណាធានាក្រុមលោកហ៊ុនសែនលោកហ៊ុនម៉ាណែត